បាទជំរាបសួរពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ថ្ងៃនេះខ្ញុំបាទបានលើកយកគាថាស្រាយចំណងនិងដោះអំពើមួយមេដើម្បីយកមកចែករំលែកទៅដល់ពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់យកទៅសិក្សារៀនសូត្រណាគាថាស្រាយចំណងនិងដោះអំពើនេះណារបៀបប្រើប្រាស់ណាបើសិនជាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាត្រូវអំពើអំពាន់ខ្មោចព្រាយបិសាចអាបធ្មប់របស់គេធ្វើឲ្យយើងឈឺណាយើងអាចយកគាថានេះណាមកសរសៃផ្លុំដាក់ទឹកយកមកពិសាឬក៏ធ្វើទឹកស្រោចខ្លួនឯងទៅណាដើម្បីស្រាយចំណងអំពើនឹងដោះអំពើណាដែលមាននៅក្នុងសរីរៈរាងកាយរបស់យើងនឹងឲ្យវាចេញអស់អញ្ចឹងពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់នឹងបានជាសះស្បើយឡើងវិញហើយណាហើយការសិក្សារៀនសូត្រមុនអាគមណាបើសិនជាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាចង់ជួយសង្គ្រោះគេណាបើយើងចង់រៀនធ្វើគ្រូណាយើងត្រូវតែរៀនមានគ្រូណាឲ្យបានច្បាស់លាស់ពិតប្រាកដត្រឹមត្រូវណាទើបយើងព្យាបាលគេទៅវាពូកែណាវាជាដូចបំណងរបស់យើងចង់បានអញ្ចឹងណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាកាលណាតែយើងរៀនអាគមអត់មានគ្រូទេយើងចេះតែយកគាថាណាទៅជួយសង្គ្រោះគេតែផ្ដាហ្នឹងវាអាចមានគ្រោះថ្នាក់ណាមកដល់យើងវិញណាអំពើវាឡងចូលខ្លួនយើងធ្វើឲ្យយើងធ្លាក់ខ្លួនឈឺអញ្ចឹងណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាហើយការដោះអំពើឲ្យគេមួយណាមិនមែនជាការងាយស្រួលក្នុងការដោះទេណាបើសិនជាយើងរៀនប៉ះវិជ្ជាខ្សោយបើសិនជាយើងអត់រៀនណាប៉ះចំវិជ្ជាខ្លាំងទេយើងព្យាបាលគេយើងមើលគេក៏អត់ជាដែរណាវាប្រៀបបីដូចជាយើងដោះអំពើបង់តំណែងអញ្ចឹងអំពើបង់តំណែងវាជាអំពើមួយដែលគេហៅថាអំពើកម្រិតស្រាលទោះបីជាវាធ្វើអ្នកជំងឺធ្វើឲ្យអ្នកជំងឺហ្នឹងឲ្យបរាជ័យគ្រប់បែបគ្រប់យ៉ាងតែវាគ្មានអាការៈឈឺអ្វីទាំងអស់តែវាធ្វើឲ្យមនុស្សហ្នឹងបរាជ័យគ្រប់រឿងមិនថាស្នេហាការងារណាការងាររកស៊ីអ្វីផ្សេងឬក៏ឋានៈតួនាទីហ្នឹងគឺវាធ្លាក់ទៅទាំងអស់ណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាហើយយើងទៅណាមកណាក៏គេស្អប់ខ្ពើមណាគេដេញយើងចេញហ្មងគេមិនចូលចិត្តណាដូចគេស្អប់យើងពីជាតិមុនអញ្ចឹងសម្រាប់អ្នកត្រូវអំពើបងតំណែងរបស់គេនេះណាពេលខ្លះរកតែលុយ10000ណាទិញបាយហូបសឹងតែគ្មានផងណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាហើយគាថាឲ្យអំពើបងតំណែងនេះគឺវាត្រូវតែមានគាថាសម្រាប់បន្សាបអំពើបងតំណែងរបស់វាវិញណាបើសិនជាយើងអត់មានគាថាបន្សាបអំពើបងតំណែងទេយើងបន្សាបឲ្យគេគឺអត់ជាទេណាថ្មីត្បិតថាអំពើនេះវាជាអំពើកម្រិតស្រាលមែនបើសិនជាយើងធ្វើគ្រូកម្រិតស្រាលយើងអត់ខ្លាំងយើងអត់ប្រកែក៏យើងបន្សាបអំពើនេះក៏អត់ចេញដែរវាមិនខុសពីគេបំណាយចិត្តទៅលើបុគ្គលណាម្នាក់ទេបើសិនជាយើងខ្សោយយើងទៅបន្សាបបំណាយចិត្តឲ្យគេនោះគឺវាអត់សាវាអត់ចេញអញ្ចឹងអ្នកជំងឺនៅតែលក្ខណៈថាអត់គូដដែលអញ្ចឹងណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាបើសិនជាគ្រូនោះខ្លាំងគ្រាន់តែគេប្រសាបានបន្តិចហ្នឹងអាបំណាយចិត្តអាបងតំណែងហ្នឹងគឺវាសាបរលាបអស់អញ្ចឹងអ្នកជំងឺដែលត្រូវអំពើហ្នឹងគឺគាត់មានគូវិញក៏រកស៊ីមានបានឡើងវិញអញ្ចឹងណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាអញ្ចឹងការរៀនសូត្រមុនអាគមមួយហ្នឹងគឺគេតម្រូវឲ្យយើងរៀនមានគ្រូឲ្យបានច្បាស់លាស់ពិតប្រាកដអញ្ចឹងទៅពេលយើងប៉ះចំអំពើណាដែលយើងធ្វើមិនបែកយ៉ាងណាហើយយើងដេញខ្មោចមិនចេញអញ្ចឹងគឺយើងមានគ្រូដើមរបស់យើងងាយស្រួលឆាតឬក៏ទេណាមកសុំគាថាខ្លាំងពីគ្រូដើមរបស់យើងណាយកទៅកម្ចាត់ឬក៏កំចាយបណ្ដេញអំពើអំពាន់ខ្មោចព្រាយផ្សេងហ្នឹងឲ្យវាចេញពីខ្លួនអ្នកជំងឺបានអញ្ចឹងទៅតែបើយើងរៀនអត់គ្រូយើងព្យាបាលអ្នកជំងឺប៉ះចំខ្មោចព្រាយខ្លាំងយើងមិនដឹងទៅសុំគេថាអ្នកណាតែសុំគេបានដែរតែគេឲ្យ1មេ2មេហ្នឹងតែគេឲ្យក្នុងការមួយដែលថា
តាំងចិត្តណាវាមិនដូចជាសិស្សហើយនឹងគ្រូមួយថ្ងៃសិស្សមួយជីវិតអញ្ចឹងគេងាយស្រួលក្នុងការបង្ហាត់បង្ហាញបង្រៀនអញ្ចឹងណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាអញ្ចឹងទេកុំឲ្យខាតពេលវេលាកាន់ទៅវិញឆ្ងាយយូរណាយើងចូលទៅរៀននៅគាថាយើងទាំងអស់គ្នាអរិហੰសោហៈសង្សាមិសាម្ដងទៀតអរិហੰសោហៈសង្សាមិសាអញ្ចឹងពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់យកទៅសិក្សារៀនសូត្រតាមការគួរចុះណា